ចូលទៅកាន់ Microsoft Excel 2010ជាមួយយើងធ្វើការចុះទៅ Start or Program គឺរើសយកពាក្យ Microsoft Office Office ទៅយក Microsoft Excel នេះចេញមកហើយគេអាចចុចទៅតាមប្រឡងមួយហ្នឹងបាទខ្ញុំសូមបង្ហាញឲ្យអ្នកនរដើម្បីយើងបញ្ចូលទៅនៅសម្រាប់ការបង្ហាញទៅពីថ្ងៃខែឆ្នាំនិងទៅប្រាជ្ញាខ្លះឬក៏ថ្ងៃច័ន្ទខ្លះឬក៏ថ្ងៃច័ន្ទហើយខ្លះគឺថ្ងៃបាទអញ្ចឹងគេហៅថាថ្ងៃនេះគេហៅថាថ្ងៃទី9ខែ5 2015គេហៅថាចឹងដើម្បីចូលទៅតាមការបរិច្ឆេទនៅថ្ងៃនេះយើងយកចិត្តទៅលើកន្លងណាមួយទៅកន្លង3នេះចឹងយើងចុចដើម្បីចូលថ្ងៃឆ្នាំនៅថ្ងៃនេះការបរិច្ឆេទហ្នឹងគឺចុចបញ្ចូលបូកនឹងកន្លែងដែលយើងសរសេរគឺមានកន្លែងកូនដៃ Control បូកកូនដៃអាកន្លែងនៅលើ keyboard គឺសញ្ញាផ្សេងទៅដល់ទីទៅបាទចុចមកឲ្យទី8ខែ3ឆ្នាំ2015ហើយមួយទៀតដើម្បីបញ្ចូលការបរិច្ឆេទមួយទៀតគឺដើម្បីយើងចាំពីម៉ោង3ម៉ោងម៉ោងប្រហែលដែលយើងមកធ្វើយើងអាចចុចចូលមុខទីបូកនឹងសញ្ញាពីដល់2នឹងដែរចូលមុខទីចូលមុខទីមានកន្លែងកូនដៃឡើងទីដល់ហ្នឹងចេញមកអត់បាទនេះចូលកំពុងធ្វើម៉ោង8:05ការបរិច្ឆេទនៅទី3ខែ3ឆ្នាំ2015បាទអញ្ចឹងខ្ញុំចង់ប្រាប់របៀបតែចំណេញគឺហៅថាយើងតែចំណេញយើងចង់តែយើងចង់តែវាយើងអាចចុចទៅលើកន្លោដែលយើងចង់តែហ្នឹងទៅលើទីដងបាទអញ្ចឹងវាមានឲ្យយើងតែផ្សេងតែនេះវិញបាទទៅយើងអាចចុចពីត្រង់នេះទៅបានយើងអាចតែទៀតទៅបានផលនៅឡើយគឺថាគឺក៏យើងចង់ហើយយើងអាចចាប់ពីវាបានចាប់ទៅយើងអាចយើងពីទៅរួមវាបាន
ហើយយើងអាចការហ្នឹងយើងអាចជួយ insert ទៅបានឬក៏មួយទៀតដូចយើងតែហើយចឹងយើងអាចចុច extract ហើយយើងអនុវត្តមកយើងចុចត្រង់នេះហើយយើងចង់ជួយ insert ទៅបានចុះមកឬក៏យើងចុច extract បានដូចនេះហើយខ្ញុំចង់និយាយដល់អ្នកពីរបៀបគាត់បិទកម្មវិធី Excel 2010ហ្នឹងយើងអាចយើងចុច file នោះអញ្ចឹងនៅពេលយើងចូលហ្នឹងវាជាទូរយើងសេវាអត់បើមិនយើងទៅហើយយើងចង់រក្សាទុកឯកសាររបស់យើងហ្នឹងយើងចុចនៅក្រោម save ហើយបើយើងមិនចង់យើងគិតថាយើងគាត់ទៅលេងមិនបាច់រក្សាទុកឲ្យយើងចុច done save យើងខ្ញុំអត់បានអត់ចង់រក្សាទុកទេខ្ញុំអត់ចង់ save ទេឡើយ done save អានេះគាត់ឲ្យយើងបិទឯកសារមួយអញ្ចឹងទីនេះវាអត់បិទអស់បើយើងចង់បិទកម្មវិធីវា Excel ទាំងអស់ទាំងនោះយើងចុច file យកពាក្យ exit ឬក៏យើងចុចទៅលើកន្លែងខ្វែងទៅដល់ close បានដូចនេះចុច file បាទបិទកម្មវិធីបាទសូមអរគុណសូមប្រាប់